គ្នាឡើងមកជួបខ្ញុំម្ដងទៀតហើយអេផលម៉ៃព្រោះជប់នេះគឺជាយប់ឆ្លុះគ្នាខ្លាំងគេខុនឌិនគាត់បាននិយាយថាយើងរៀបការតែ2ឆ្នាំទេហើយខ្ញុំក៏បានស្លាញ់យើងដែរហើយពេលទៅពេលហ្នឹងក៏ខំគេប្រចាំដែរព្រោះសុខគឺតណាត់ជាមួយនឹងសង្សារចាស់សបាយមកណាសបាយមកខ្លាំងមែនតើដើម្បីបានជួបសង្សារចាស់ញៀមដល់ខ្ជប់ដល់ពេលមកផ្ទះវិញជួយឆ្លុះគ្នាជាមួយនឹងខំជាខ្លាំងខុនឌិនមានការយំបោកខ្លួនជាខ្លាំងណាស់គ្នាហើយក៏ពេលហ្នឹងគឺខុនឌិនបានយំខ្លាំងមែនតើហើយខាងក៏បានចាក់ចេញទៅទាំងយកអាយទៅទាំងអស់អ្នកគ្នាយកចេញទៅទាំងយកមកអ្នកគ្នាដល់ពេលប្រាប់គឺខុនឌិនគឺចាប់ដើមដុល្លាររកប្តីហើយណាគឺញ័រខ្លាំងមែនតើដល់រកប្តីហើយប៉ាយកមិញខាងត្រឡប់មកផ្ទះវិញអត់ហើយគាត់ថាប៉ាក៏មិនដឹងទេហើយកូនចៅគេទៅណាហើយមិនក៏មកឲ្យគេទៅប៉ាខ្ញុំស្លាញ់គេប៉ាលើទេខ្ញុំស្លាញ់គេហើយខ្ញុំលែងចង់បានចំណាយស៊ីអូទេហើយបានហើយចាំប៉ាឲ្យកូនចៅគេទៅរកណាហើយទៅចាំមកខ្ញុំអីទៅកុំឲ្យចេញមកអញ្ចឹង